ចាបងប្អូនខ្ញុំឆ្លើយសំណួរមួយគាត់ខមមិនថាគាត់លេបថ្នាំយើងណាត់ខុសជួរ7ឆ្នាំគាត់អត់អីផងខុសជួរអត់មានកូននឹងចាត់ទុកថាជាសំណាងបើខុសចំជួរថ្នាំជាតិដែកអត់សំណាងទេបងចាអត់សំណាងទេចាគឺនឹងមានកូនហើយតែបើមានកូនក៏ជាទ្រព្យដែរមែនអត់ចាអញ្ចឹងប៉ុន្តែបើសិនយើងចង់ពជាកំណត់យើងលេបឲ្យបានត្រឹមត្រូវវាមានប្រសិទ្ធភាពខ្ពស់មិនបាន 100% ក៏បាន98 99%ដែរតែបើយើងលេបចាស់គឺបងប្អូនអាចនឹងភ្លេចលេបអញ្ចឹងខ្ញុំសូមយោបល់ពីបងប្អូនដែលលេបថ្នាំពជាកំណើតហើយនៅមានកូនលេបថ្នាំពជាកំណើតហើយនៅមានកូនហេតុផលមានអីគេខ្លះទី1លេបអត់ទៀងទាត់ទី2ភ្លេចលេបស្រាប់អីដល់ខែក្រោយមើលទៅអត់ឃើញមរតកផលិតមកមាន2កម្មនេះគឺជាលទ្ធផលលេបអត់ទៀងទាត់ភ្លេចលេបហើយនឹងលេបខុសជួរចាលេបខុសជួរហ្នឹងបើយើងលេបទៅជួរជាតិដែកនឹងមានកូនហើយបងប្អូនចាបើថ្ងៃធ្លាក់មានជីវិតញីនៅសប្តាហ៍ទី2នៃវត្តឈាមរដូវគឺស្ត្រីអាចនឹងមានកូនហើយបើរួមនឹងលេបតែបើអត់រួមទេអាចនឹងមិនអីទេតែគាត់ថាព្យាយាមលេបឲ្យត្រូវជួរប៉ុន្តែការចែករំលែកនេះខ្ញុំគិតថាបទពិសោធន៍របស់គាត់អាចជោគជ័យប៉ុន្តែខ្ញុំអត់ចង់ឲ្យបងប្អូនស្ត្រីអនុវត្តបែបនេះទេវាអាចនឹងបរាជ័យដោយយើងទៅតែសម្រាប់កូនបាន5-6ខែស្រាប់អីយើងលេបខុសជួរលេបខុសជួរយើងអាចមានកូនមួយទៀតអញ្ចឹងសួរថាគិតមិនចាគិតមិនឡូវគិតអីក៏អត់ចេញដែរបងប្អូនកាំងហ្មងខ្ញុំនឹងគេតែគាត់ថាខ្ញុំខាងការគ្រួសារគឺខ្ញុំរៀបអានល្អចាខ្ញុំរៀបអានល្អពីកូនមួយទៅកូនមួយយ៉ាងតិច3ឆ្នាំចាខ្ញុំអាចយកទៀតប៉ុន្តែដល់យកឲ្យ3ដំងចាអរគុណ